រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃលេខ001បបជក្រមសីលធម៌និងបទវិន័យមន្ត្រីអនុរិយពន្ធនាគារដើម្បីរក្សាសន្តិសុខសុវត្ថិភាពដល់ពន្ធនាគារនិងរក្សាបាននូវសេចក្តីថ្លៃថ្នូរនិងកិត្តិយសក្នុងនាមជាមន្ត្រីរាជការមន្ត្រីអនុរិយពន្ធនាគារគ្រប់ជាន់ថ្នាក់ត្រូវគោរពប្រតិបត្តិនៅក្រមសីលធម៌និងបទវិន័យសេចក្តីណែនាំនេះគូបញ្ជាក់នៅបទដ្ឋានក្រមសីលធម៌នានាសម្រាប់អាកប្បកិរិយាមន្ត្រីអនុរិយពន្ធនាគារបទល្មើសនិងទម្រង់ផ្សេងៗនៃការដាក់វិន័យដែលអាចយកទៅអនុវត្តចំពោះមន្ត្រីដែលបំពានទៅលើបទដ្ឋានទាំងនេះក្រមសីលធម៌នេះមានលក្ខណៈស្របជាមួយបទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីពន្ធនាគារដែលមានជាអាចដូចខាងក្រោមនេះប្រការ1កាតព្វកិច្ចសីលធម៌និងអាកប្បកិរិយាមន្ត្រីអនុរិយពន្ធនាគារទាំងអស់មានកាតព្វកិច្ចប្រកាន់នៅអាកប្បកិរិយាក្នុងបទដ្ឋានមួយដែលអនុវត្តតាមច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាបទដ្ឋានអន្តរជាតិសម្រាប់គ្រប់គ្រងអ្នកទោសនឹងត្រូវបានទទួលការគោរពពីសហគមន៍ដូចនេះមន្ត្រីពន្ធនាគារត្រូវមានភក្តីភាពចំពោះជាតិសាសនាព្រះមហាក្សត្រត្រូវគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបម្រើផលប្រយោជន៍ជាតិនិងប្រជារាស្ត្រដោយស្មោះត្រង់និងមិនធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនិងប្រជារាស្ត្រឡើយត្រូវគោរពអនុវត្តច្បាប់និងបទបញ្ជាហើយនឹងការណែនាំថ្នាក់លើរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាមន្ត្រីអនុរិយពន្ធនាគារត្រូវមានអាកប្បកិរិយាសុភាពរាបសារថ្លៃថ្នូរនិងម៉ឺងម៉ាត់ក្នុងការងារត្រូវរក្សានិងការពារការសម្ងាត់របស់ជាតិក្រសួងនិងអង្គភាពខ្លួនត្រូវស្មោះត្រង់ចំពោះអង្គភាពអ្នកដឹកនាំអង្គភាពនិងសហការីរបស់ខ្លួនត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារនិងហាមឃាត់ដាច់ខាតនៅការប្រើប្រាស់មុខងាររបស់ខ្លួននិងសម្ភារៈរបស់រដ្ឋដើម្បីបម្រើឬប្រឆាំងនឹងសកម្មភាពនយោបាយរបស់បេក្ខជននយោបាយឬគណៈបកណាមួយឡើយត្រូវជួយឧបត្ថម្ភនិងថែរក្សាសុខភាពអ្នកទោសឲ្យបានសមរម្យជាពិសេសនៅក្នុងកលៈទេសៈណាមួយដែលអ្នកទោសមានជំងឺដំកាត់ផ្សេងៗត្រូវបញ្ជូនអ្នកទោសនោះទៅឲ្យមន្ត្រីពេទ្យព្យាបាលឬបញ្ជូនទៅមន្ទីរពេទ្យមិនត្រូវនិយាយឬរាយការណ៍បំផ្លើសពីប្រធានអង្គភាពសហការីអ្នកទោសឬជនដទៃទៀតមិនត្រូវធ្វើឲ្យខូចខាតផ្លាស់ប្ដូរប្រើប្រាស់ខុសទិសដៅឬយកចេញនៅសម្ភារៈដែលជាទ្រព្យសម្បត្តិរបស់អង្គភាពត្រូវហាមឃាត់ដាច់ខាតនៅការយកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងទៀតមិនត្រូវយកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយឬដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធិរបស់អ្នកទោសឬអ្នកមកសួរសុខទុក្ខអ្នកទោសហាមប្រកបមុខរបរណាដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃអនុរិយពន្ធនាគារមិនត្រូវទាមទារប្រកាសឬសម្ភារៈផ្សេងៗឬទិញសម្ភារៈពីអ្នកទោសឬលក់សម្ភារៈឲ្យអ្នកទោសមិនត្រូវប្រើភាសាគំរោះគំរើយអសិលធម៌គំរាមកំហែងឬមើលងាយមើលថោកអ្នកទោសឬជនដទៃឡើយមិនត្រូវដាក់វិន័យអ្នកទោសដោយគ្មានការយល់ព្រមពីប្រធានអង្គភាពមិនត្រូវបញ្ចេញអ្នកទោសឬប្រើប្រាស់អ្នកទោសក្នុងគោលបំណងបម្រើផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនមិនត្រូវរក្សាទុកផ្ទាល់ខ្លួននៅសម្ភារៈដែលដកហូតពីអ្នកទោសឬអ្នកមកសួរសុខទុក្ខមិនត្រូវខកខានមិនបានប្រគល់មកវិញនៅសម្ភារៈបរិក្ខារដែលបានផ្ដល់ឲ្យដើម្បីបំពេញភារកិច្ចឬយកកូនសោណាមួយពីពន្ធនាគារឬទុកកូនសោចោលគ្មានថែទាំមើលការខុសត្រូវឬអនុញ្ញាតឲ្យអ្នកទោសមានកូនសោឬមិនបានរាយការណ៍ជាបន្ទាន់ចំពោះការបាត់បង់កូនសោណាមួយមិនត្រូវឲ្យខកខានរាយការណ៍អំពីអបតហេតុជូនប្រធានអង្គភាពរបស់ខ្លួនអំពីព័ត៌មាននានាដែលទទួលបាននៅពេលបំពេញភារកិច្ចដែលអាចបំប៉ះពាល់ដល់សន្តិសុខ
និងសណ្ដាប់ធ្នាប់ល្អរបស់ពន្ធនាគារមិនត្រូវប្រព្រឹត្តសកម្មភាពផ្លូវភេទជាមួយអ្នកទោសមិនត្រូវខកខានមិនបានចាត់ការឲ្យសមស្របដើម្បីទប់ស្កាត់អ្នកទោសកុំឲ្យប្រព្រឹត្តបទល្មើសឬការបំពានបទបញ្ជាផ្ទៃក្នុងនិងនីតិវិធីពន្ធនាគារមិនត្រូវអវត្តមានពីកន្លែងធ្វើការដោយគ្មានការយល់ព្រមពីប្រធានអង្គភិបមិនត្រូវប្រព្រឹត្តល្បែងស៊ីសងក្នុងអង្គភិបឬចូលបនល្បែងស៊ីសងប្រការ2អំពីឯកសណ្ឋានត្រូវស្លៀកពាក់ឯកសណ្ឋានក្នុងម៉ោងធ្វើការឬបំពេញបេសកកម្មលើកលែងតែក្នុងករណីដែលមានការកំណត់ផ្សេងពីនេះត្រូវកាត់សក់ឲ្យខ្លីកោរពុកមាត់ពុកចង្កាហាមស្លៀកពាក់ឯកសណ្ឋានចូលកំសាន្តក្នុងរោងកសាលទីកន្លែងមិនសមរម្យប្រការ3ការសម្ដែងការគូសំគំនាប់ក្នុងពេលគោរពទង់ជាតិឬជួបជាមួយមន្ត្រីជាន់ខ្ពស់និងមន្ត្រីថ្នាក់ដឹកនាំជាតិនិងអន្តរជាតិមន្ត្រីអនុរិយពន្ធនាគារត្រូវគោរពមន្ត្រីទាំងនោះដូចតទៅមន្ត្រីអនុរិយពន្ធនាគារត្រូវគោរពគំនាប់គ្នាទៅវិញទៅមកនៅពេលជួបមន្ត្រីដែលមានឋានន្តរស័ក្តិខ្ពស់ជាងតាមរបៀបគោរពគំនាប់របស់កងកម្លាំងប្រដាប់អាវុធពេលគោរពទង់ជាតិមន្ត្រីអនុរិយពន្ធនាគារទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានគ្រប់គ្រាន់ត្រឹមត្រូវឈរតាមទីកន្លែងរៀបរយអ្នកនៅជួរមុខត្រូវលើកដៃគោរពគំនាប់ពេលជួបគ្នាអ្នកមានឋានន្តរស័ក្តិទាបជាងត្រូវគោរពគំនាប់មុនហើយអ្នកមានឋានន្តរស័ក្តិខ្ពស់ជាងក៏ត្រូវគំនាប់តបវិញដែរចំពោះអ្នកមានឋានន្តរស័ក្តិស្មើគ្នាអ្នកឃើញមុនត្រូវគោរពគំនាប់មុនឯមន្ត្រីម្នាក់ទៀតក៏ត្រូវគំនាប់តបវិញពេលមានមន្ត្រីថ្នាក់ខ្ពស់អញ្ជើញដល់ទីកន្លែងកំពុងធ្វើការអ្នកដែលបានឃើញមុនត្រូវស្រែកបញ្ជាប្រុងដើម្បីឲ្យអ្នកដទៃបានដឹងនិងគោរពតាមអ្នកដែលមានឋានន្តរស័ក្តិខ្ពស់ជាងគេត្រូវបញ្ជាប្រុងបើនៅតាមទីធ្លានិងត្រូវបញ្ជាតាមកន្លែងគោរពបើនៅក្នុងបន្ទប់ដើម្បីឲ្យអ្នកដទៃទៀតដែលនៅជុំវិញខ្លួនគោរពនៅពេលដែលមានប្រតិភូអញ្ជើញមកទស្សនកិច្ចឬសួរសុខទុក្ខអង្គភាពមានឋានៈដឹកនាំជាន់ខ្ពស់អញ្ជើញមករួមទាំងមន្ត្រីរាជការស៊ីវិលយោធានិងនគរបាលក្នុងករណីពិសេសត្រូវបានអនុញ្ញាតមិនបាច់គោរពគំនាប់ដូចមានខាងក្រោមនេះគឺពេលកំពុងធ្វើដំណើរដោយមធ្យោបាយកង់ម៉ូតូឬរថយន្តមិនចាំបាច់លើកដៃគំនាប់ទេតែត្រូវងក់ក្បាលជាសញ្ញាគោរពពេលកំពុងសង្គ្រោះបន្ទាន់ពេលកំពុងការពារកន្លែងកើតហេតុពេលកំពុងពន្លត់អគ្គិភ័យពេលកំពុងប្រតិបត្តិការតាមចាប់ពិរុទ្ធជនទណ្ឌិតរដ្ឋកិច្ចខ្លួនពេលកំពុងបំពេញភារកិច្ចផ្នែកសន្តិសុខតម្រូវឲ្យបែរមុខទៅរកទិសណាមួយប្រការ4ម៉ោងធ្វើការនិងការស្នើសុំឈប់សម្រាកមន្ត្រីអនុរិយពន្ធនាគារតម្រូវឲ្យមានវត្តមានក្នុងការងារគ្រប់ពេលវេលាក្នុងរយៈពេល24ម៉ោងជារៀងរាល់ថ្ងៃរួមទាំងថ្ងៃឈប់សម្រាកផងពេលជួបនៅតម្រូវការក្នុងការត្រួតពិនិត្យអ្នកទោសហើយមន្ត្រីពន្ធនាគារអាចត្រៀមក្នុងការផ្លាស់ប្តូរវេនប្រចាំការក្រៅពីម៉ោងការងារធម្មតាដែលមានគោលបញ្ជាក់ក្នុងក្រមសីលធម៌របស់មន្ត្រីរាជការម៉ោងការងារជាបទដ្ឋានសម្រាប់មន្ត្រីដែលធ្វើការនៅក្នុងផ្នែករដ្ឋបាលមានដូចជាត្រូវអនុវត្តឲ្យបានត្រឹមត្រូវនិងទៀងទាត់តាមពេលវេលាកំណត់គឺព្រឹកពីម៉ោង 7:30 នាទីដល់ម៉ោង 11:30 នាទីល្ងាចពីម៉ោង 13:30 នាទីដល់ម៉ោង 17:30 នាទីមន្ត្រីដែលមានភារកិច្ចយាមប្រចាំការថ្ងៃឈប់សម្រាកក៏ដូចជាពេលយប់ត្រូវមានវត្តមានយាមកាមតាមការចាត់ចែងរបស់ប្រធានអង្គភិបនៅក្នុងករណីចាំបាច់មន្ត្រីអនុរិយពន្ធនាគារត្រូវបំពេញភារកិច្ចឬបេសកកម្មតាមបញ្ជារបស់អង្គភិបដោយមិនគិតពីពេលវេលាដែលបានកំណត់ដូចខាងលើឡើយក្នុងពេលបំពេញភារកិច្ចនិងក្នុងពេលបំពេញបេសកកម្មមិនត្រូវទទួលទានគ្រឿងស្រវឹងគ្រឿងញៀនការសុំអនុញ្ញាតច្បាប់សម្រាប់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមឋានានុក្រមពីទាបទៅខ្ពស់តាមច្បាប់កំណត់ប្រការ5អំពីការទំនាក់ទំនង
មន្ត្រីអនុរិយពន្ធនាគារត្រូវគោរពតាមពិធីការដូចខាងក្រោមនៅពេលជួបជាមួយមន្ត្រីថ្នាក់លើត្រូវគោះទ្វារការិយាល័យដើម្បីសុំការអនុញ្ញាតជាមុនពេលបានការអនុញ្ញាតហើយទើបអាចចូលបានត្រូវកំណត់បើមានមុខនិងកាយវិការប្រុងបើគ្មានមុខមន្ត្រីអនុរិយពន្ធនាគារទំនាក់ទំនងគ្នាដោយប្រើពាក្យតាមឋានានុក្រមត្រូវរាយការណ៍បង្ហាញខ្លួនជូនថ្នាក់លើនិងដែលជាថ្នាក់ដឹកនាំរបស់ខ្លួនផ្ទាល់នៅឋានន្តរស័ក្តិឈ្មោះអត្តលេខទូនាទីនិងអង្គភាពប្រតិបត្តិការរួចទើបរាយការណ៍ពីខ្លឹមសារការងារដែលត្រូវតាក់ទងពេលរាយការណ៍ចប់ត្រូវរងចាំវិជានិងត្រូវគោរពនៅពេលចប់ទំនាក់ទំនងមន្ត្រីអនុរិយពន្ធនាគារត្រូវបង្កលក្ខណៈងាយស្រួលជានិច្ចចំពោះប្រតិបត្តិការត្រួតពិនិត្យរបស់មន្ត្រីនាយកដ្ឋានពន្ធនាគារឬថ្នាក់លើដែលមានសមត្ថកិច្ចទំនាក់ទំនងរបស់មន្ត្រីពន្ធនាគារជាមួយព្រះសង្ឃចាស់ព្រឹទ្ធាចារ្យដូនជីនិងប្រជារាស្ត្រជានិច្ចកាលត្រូវរួសរាយរាក់ទាក់សុភាពរាបសារមានសុជីវធម៌និងគោរពប្រពៃណីទំនៀមទម្លាប់នៅតាមតំបន់នីមួយៗប្រការ6ការប្រើប្រាស់អាវុធការត្រួតពិនិត្យនិងការចេញឲ្យប្រើប្រាស់អាវុធនៅក្នុងពន្ធនាគារត្រូវធ្វើឲ្យបានតឹងរ៉ឹងយោងទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាការប្រើប្រាស់អាវុធត្រូវប្រើនៅកលៈទេសៈណាដែលចាំបាច់បំផុតហើយត្រូវកម្រិតត្រឹមតែក្នុងរង្វង់នៃការបំពេញបេសកកម្មតែប៉ុណ្ណោះដោយបានគូសបញ្ជាក់នៅក្នុងនីតិវិធីលេខ22មន្ត្រីពន្ធនាគារគ្រប់ថ្នាក់ត្រូវថែរក្សាឲ្យបានគង់វង្សរាល់គ្រឿងសព្វាវុធនិងយុទ្ធោពករណ៍ទាំងឡាយដែលបានបំពាក់ឲ្យនៅពេលដែលបានទទួលការអនុញ្ញាតក្នុងគោលបំណងធ្វើការវឹកវើការបាត់បង់គ្រឿងសព្វាវុធនិងយុទ្ធោពករណ៍ត្រូវទទួលវិន័យឬទណ្ឌកម្មតាមច្បាប់កំណត់ការប្រើប្រាស់អាវុធគ្រប់ប្រភេទត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃការប្រើប្រាស់អាវុធការបង្កឲ្យមានគ្រោះថ្នាក់ដោយអាវុធទោះបីដោយចៃដន្យក៏ដោយមន្ត្រីអនុរិយរូបនោះត្រូវទទួលទោសឬទណ្ឌកម្មតាមច្បាប់រាល់ពេលណាដែលមានការបាញ់កាំភ្លើងក្នុងកិច្ចប្រតិបត្តិការមន្ត្រីត្រូវរាយការណ៍ជូនទៅអ្នកដឹកនាំអង្គភាពរបស់ខ្លួនពេលស្លៀកពាក់ឯកសណ្ឋានមន្ត្រីអនុរិយត្រូវដាក់កាំភ្លើងខ្លីក្នុងស្រោមក្រវ៉ាត់នៅចង្កេះខាងស្ដាំមិនត្រូវលក់ឬជួលអាវុធមិនត្រូវខ្ចីអាវុធឬឲ្យគេខ្ចីអាវុធយកទៅប្រើប្រាស់មិនត្រូវលក់ដូរឬផ្ដល់គ្រាប់កាំភ្លើងទៅឲ្យអ្នកដទៃមិនត្រូវយកអាវុធទៅគំរាមកំហែងអ្នកដទៃមិនត្រូវបាញ់កាំភ្លើងដោយគ្មានបញ្ជាលើកលែងក្នុងករណីការប្រើប្រាស់មធ្យោបាយតិចតួចមិនអាចធ្វើទៅបាននៅពេលអ្នកទោសរត់គេចខ្លួនការពារខ្លួនស្របច្បាប់ឬពេលមានអាសន្នត្រូវសង្គ្រោះជីវិតមនុស្សទ្រព្យសម្បត្តិសាធារណៈឬឯកជននៅក្នុងករណីមន្ត្រីអនុរិយដែលស្លៀកពាក់ស៊ីវិលពេលចោះបំពេញបេសកកម្មត្រូវសៀតកាំភ្លើងខ្លីក្នុងខោអាវដោយភាពលាក់បាំងបើមានប្រការ7ការបញ្ជានិងការអនុវត្តបទបញ្ជាក្នុងការគ្រប់គ្រងពន្ធនាគារប្រធានពន្ធនាគារឬមន្ត្រីដែលបានចាត់តាំងដោយប្រធានពន្ធនាគារមានសិទ្ធិក្នុងការបញ្ជាត្រួតពិនិត្យនិងសម្របសម្រួលសកម្មភាពរបស់មន្ត្រីអនុរិយពន្ធនាគារដើម្បីរក្សានៅសន្តិសុខរបស់អ្នកទោសដើម្បីសម្រេចបាននៅកិច្ចការនេះមានគោលការណ៍ណែនាំមួយចំនួនសម្រាប់ផ្ដល់និងអនុវត្តបទបញ្ជាគឺថ្នាក់ដឹកនាំពន្ធនាគារមានតួនាទីដឹកនាំហើយត្រូវទទួលខុសត្រូវគ្រប់បញ្ជារបស់ខ្លួនចំពោះមុខច្បាប់និងចំពោះជោគជ័យឬបរាជ័យក្នុងការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមបញ្ជាត្រូវធ្វើឡើងឲ្យបានច្បាស់លាស់មន្ត្រីថ្នាក់ក្រោមបង្គាប់ត្រូវអនុវត្តបញ្ជារបស់អ្នកដឹកនាំអង្គភាពរបស់ខ្លួនដោយគ្មានតវ៉ាដេញដោលរកហេតុផលគ្រប់ការអនុវត្តបទបញ្ជាត្រូវរាយការណ៍វិញជាបន្ទាន់ជូនអ្នកដឹកនាំអង្គភាពរបស់ខ្លួនដែលទទួលខុសត្រូវមន្ត្រីអនុរិយពន្ធនាគារមិនត្រូវគោរពបទបញ្ជាខុសច្បាប់ដែលរំលោភបំពានលើច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឬបទដ្ឋានអន្តរជាតិនិងក្រមសីលធម៌របស់មន្ត្រីអនុរិយពន្ធនាគារនៅពេលមន្ត្រីអនុរិយពន្ធនាគារទទួលបញ្ជាដែលខុសច្បាប់មន្ត្រីរូបនេះត្រូវលើកឡើងនៅបញ្ហានេះភ្លាមជាមួយមន្ត្រីដែលជាអ្នកផ្ដល់បទបញ្ជាហើយពន្យល់បញ្ជាអំពីមូលហេតុដែលខ្លួនមិនគោរពតាមមន្ត្រីអនុរិយពន្ធនាគារមិនត្រូវយកលេសថាខ្លួនមានបញ្ជាពីថ្នាក់ដឹកនាំ
ឬយកលេសផ្សេងៗដើម្បីឆ្លៀតឱកាសដាក់ទណ្ឌកម្មឬប្រព្រឹត្តអំពើសាហាវខុសខើអមនុស្សធម៌ឬមិនទាបមិនថោកដល់អ្នកទោសឡើយប្រការ8អំពីការដាក់ទណ្ឌកម្មកគោលការណ៍នៃការដាក់ទណ្ឌកម្ម1ការដាក់ទណ្ឌកម្មត្រូវបានពិចារណាហ្មត់ចត់ត្រឹមត្រូវសមស្របតាមទោសកំហុសដែលមន្ត្រីបានប្រព្រឹត្តនិងមានភស្តុតាងគ្រប់គ្រាន់2ការដាក់ទណ្ឌកម្មគ្រប់រូបភាពគឺជាសមត្ថកិច្ចរបស់ប្រធានស្ថាប័នដែលគ្រប់គ្រងមន្ត្រីនោះផ្ទាល់3រាល់ការដាក់ទណ្ឌកម្មត្រូវអនុវត្តតាមអនុក្រឹត្យលេខ10អនុក្រមកចុះថ្ងៃទី28ខែមករាឆ្នាំ1997ស្តីពីនីតិវិធីនៃការអនុវត្តវិន័យចំពោះមន្ត្រីរាជការខបែបបទនៃការដាក់ទណ្ឌកម្ម1ត្រូវឲ្យមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គងមើលសំណុំរឿងរួចហើយទៅសេរបាយការណ៍ផ្ទាល់ខ្លួនដើម្បីពន្យល់ដល់សារ2អង្គភាពគ្រប់គ្រងផ្ទាល់ត្រូវពិនិត្យពិចារណាថ្លឹងថ្លែងការខុសឆ្គងនោះដើម្បីលើកយោបល់ជូនប្រធានស្ថាប័នពិនិត្យសម្រេច3ការប្រកាសដាក់ទណ្ឌកម្មមន្ត្រីណាម្នាក់ត្រូវតែសេរបានច្បាស់លាស់អំពីឋានន្តរស័ក្តិឈ្មោះអាយុភេទមុខតំណែងអង្គភាពដែលសម័យខ្លួនកំពុងបម្រើការងារកំហុសនិងរូបភាពនៃទណ្ឌកម្មនោះ4រាល់បែបបទដាក់ទណ្ឌកម្មលើមន្ត្រីណាម្នាក់ត្រូវសម្រេចដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមសំណើរបស់ប្រធានយុត្តិដ្ឋានពន្ធនាគារគោលរូបភាពនិងខ្លឹមសារនៃការដាក់ទណ្ឌកម្ម1ត្រូវដាក់ទណ្ឌកម្មអប់រំព្រមានស្តីបន្ទោសផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យឬលុបឈ្មោះចេញពីតារាងឡើងថ្នាក់ចំពោះមន្ត្រីអនុរិយដែលអវត្តមានឥតច្បាប់ពី3ថ្ងៃដល់15ថ្ងៃជាប់គ្នាមិនគោរពម៉ោងពេលធ្វើការឲ្យបានទៀងទាត់ស្រវឹងក្នុងម៉ោងបំពេញការងារបញ្ចេញអ្នកទោសឬប្រើប្រាស់អ្នកទោសក្នុងគោលបំណងបម្រើផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនមិនទទួលខុសត្រូវនិងធ្វើប្រហែសបណ្ដាឲ្យខូចខាតឬបាត់បង់ទ្រព្យសម្បត្តិរបស់ពន្ធនាគារឬអ្នកទោសខកខានមិនបានប្រគល់មកវិញនៅសម្ភារៈបរិក្ខារដែលបានផ្ដល់ឲ្យដើម្បីបំពេញភារកិច្ចឬយកកូនសោណាមួយចេញពីពន្ធនាគារឬទុកកូនសោចោលគ្មានថែទាំមើលការខុសត្រូវឬអនុញ្ញាតឲ្យអ្នកទោសមានកូនសោឬមិនបានរាយការណ៍ជាបន្ទាន់ចំពោះការបាត់បង់កូនសោណាមួយខកខានមិនបានរាយការណ៍អំពីឧបទ្ទហេតុជូនប្រធានអង្គភាពរបស់ខ្លួនអំពីព័ត៌មាននានាដែលទទួលបាននៅពេលបំពេញភារកិច្ចដែលអាចប៉ះពាល់ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់ល្អរបស់ពន្ធនាគារទុកសម្ភារៈឬចំណែកបរិក្ខារណាមួយក្នុងពន្ធនាគារនៅកន្លែងអសន្តិសុខដែលអាចឲ្យអ្នកទោសប្រើប្រាស់បានដើម្បីបង្កចលាចលនិងអសន្តិសុខនៅក្នុងពន្ធនាគារស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវតាមការកំណត់បានជួលឬឲ្យខ្ចីឬលក់ឯកសណ្ឋានអនុរិយពន្ធនាគារដល់អ្នកដទៃក្រៅក្របខ័ណ្ឌបញ្ចេញអាកប្បកិរិយាឬពាក្យសម្ដីគ្មានសីលធម៌អមនុស្សធម៌និងខ្វះសុជីវធម៌ដាក់វិន័យអ្នកទោសដោយគ្មានការយល់ព្រមពីប្រធានអង្គភាពមិនគោរពអនុវត្តបញ្ជានិងការណែនាំរបស់ប្រធានអង្គភាពកឹបកេងទ្រព្យសម្បត្តិរដ្ឋឬអង្គភាព2ត្រូវដាក់ទណ្ឌកម្មផ្អាកការដំឡើងថ្នាក់បន្ថយថ្នាក់ត្រូវដាក់នៅក្នុងភាពទំនេរគ្មានបំពាត់ដោយបញ្ញត្តិឬដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់ឬដកហូតមុខតំណែងឬបណ្តេញចេញពីក្របខ័ណ្ឌអនុរិយពន្ធនាគារចំពោះមន្ត្រីណាដែលបានទទួលការព្រមានចំនួន2ដងរួចមកហើយតែមិនព្រមរៀងចាលអវត្តមានឥតច្បាប់ដោយគ្មានមូលហេតុត្រឹមត្រូវពី15ថ្ងៃជាបន្តបន្ទាប់ក្រោយពីការអញ្ជើញ2ដងផុតរយៈពេល3ខែនៃការដាក់ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានវិវត្តដោយបញ្ញត្តិដោយមានការកោះអញ្ជើញ2ដងផ្ទុះអាវុធដោយគ្មានបញ្ជាឬមូលហេតុស្របច្បាប់បណ្ដាឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិអ្នកដទៃកឹបកេងទ្រព្យសម្បត្តិរដ្ឋអង្គភាពចាប់ពី2ដងឡើងទៅយកមុខតំណែងសិទ្ធិអំណាចទៅគំរាមកំហែងអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិយាយឬរាយការណ៍បំផ្លើសពីប្រធានអង្គភាពសហការីអ្នកទោសឬជនដទៃទៀតប្រព្រឹត្តសកម្មភាពផ្លូវភេទសេពគ្រឿងស្រវឹងគ្រឿងញៀនជាមួយអ្នកទោសធ្វើប្រហែសធ្វើឲ្យប្រតិជនឬទណ្ឌិតរត់រួចផ្ដល់ព័ត៌មានដោយគ្មានការអនុញ្ញាតឬធ្វើឲ្យបែកការសម្ងាត់របស់អង្គភាព3ត្រូវបញ្ជូនសំណុំរឿងទៅតុលាការចំពោះមន្ត្រីអនុរិយណាដែល
បានគប់ខិតឬប្រព្រឹត្តបទល្មើសព្រំទាន់ជាក់ស្ដែងលក់អាវុធឬឲ្យអ្នកដទៃខ្ចីអាវុធប្រើប្រាស់ធ្វើទរណកម្មធ្ងន់ធ្ងរដល់ប្រជាជន ទុនឌិតបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតសំគំនិតជាមួយជនអមិត្តក្នុងបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិផ្ទុះអាវុធដោយគ្មានវិជ្ជាឬមូលហេតុស្របច្បាប់បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រការ9យោបល់ដែលស្នើឲ្យមានការកែប្រែបំពេញបន្ថែមលើក្រមសីលធម៌និងបទវិន័យនេះត្រូវលើកយកមកពិគ្រោះយោបល់ក្នុងចំណោមមន្ត្រីអនុរិយពន្ធនាគារយ៉ាងតិច1/3និងសម្រាប់ចុងក្រោយដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រការ10ក្រមសីលធម៌និងបទវិន័យមន្ត្រីអនុរិយពន្ធនាគារនេះត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ